មនុស្សគ្រប់គ្នាគាត់ថាកន្លែងនេះគឺជា channel character ហើយបុគ្គលព្យាយាមក្នុងការទិញដោយគិតថាទីផ្សារធ្វើការហក់ឡើងខ្ពស់តែសម្រាប់ពួកខ្ញុំវិញអត់គិតចឹងទេនេះគ្រាន់តែជាការបោកបញ្ឆោតរបស់ទីផ្សារតែប៉ុណ្ណោះមុននឹងយើងមើលថាវាឆក់ឬក៏អត់យើងត្រូវស្គាល់ពីទំនោរសិនបើសិនជាផ្សារទំនោរឡើងពីឡូមកហើយយើងហៅវាថាបោះមានប្រែកទំនោរខ្ពស់មួយយើងហៅវាថាបោះមានទីផ្សារវាបន្តដំណើរឡើងទៅទៀតនៅពេលដែលមានបោះពេលប្រែកហើយមួយប្រែកហើយមកកលៈគឺវាឡើងទៅទៀតនេះហើយពេលដែលវាចុះមកវិញវាប្រកាសជាយើងហៅវាថា high low ដូចខ្ញុំបានបញ្ជាក់មិញនេះចឹងមានទំនោរឡើងបង្កើតតម្លៃទាបហើយនេះបានយើងហៅថា high low មានដោយសារតែផ្សារឡើងផ្សារវាឡើងពីក្រោមឡើងលើចេះណាវាចុះមកមួយអញ្ចឹងពេលឡើងទៅលើយើងហៅវាថា high អញ្ចឹងចុះមកមួយយើងហៅវាថា low អញ្ចឹងបានកន្លែងនេះបង្កើតជើងមួយយើងហៅវាថា high low អញ្ចឹងពេលដែលវា break high ម្ដងណានេះពេល break high ម្ដងគឺហៅបោះ break high ម្ដងហៅបោះចុះបើមិនយើងហៅឆក់វិញតោះតែវាចុះពី high នេះណាមកមិនមក break អីគេ high low ណា high low កន្លែងនេះអញ្ចឹងយើងហៅកន្លែងនេះគឺជា channel character ប៉ុន្តែពេលខ្លះគ្នាយើងអត់ចេះមើលថាតើ candle បែបណាដែលយើងហៅវាថាឆក់ពេលខ្លះវាអាចនឹង fake ដែរគ្នាយើងអាចមើលច្រឡំអាចគិតថាពេលខ្លះកន្លែងនេះគឺជា liquidity ឬក៏អីចឹងធ្វើឲ្យគ្នាយើង fake ដូចគ្នាបើទំនោរចុះណាពេល break low ម្ដងមួយយើងហៅវាថាបោះអញ្ចឹងមានន័យថាទីផ្សារវាបន្តដំណើរចុះទៅទៀតពេល break low អានេះគឺជា low របស់វាដូចអាមិញដូចពិសេសអញ្ចឹងអានេះ low វាឬក៏កន្លែងនេះ lower low នេះកន្លែងនេះមិនស្អាតស្អាតទេលើដូចគ្នានេះយើងដាក់វាថា lower high ទីផ្សារទំនោរចុះបង្កើតតម្លៃខ្ពស់អញ្ចឹងបើសិនជាវាចង់ឲ្យឆក់ណាការឡើងតតែវាទៅ break នេះពីកន្លែងនេះទាបបំផុតនេះឬក៏យើងហៅកន្លែងនេះជា lower low នេះទៅ break lower high នេះដូចអាមិញហ្នឹងឃើញអានេះ high break high low អញ្ចឹងហៅឆក់តតែពី lower low នេះទៅ break lower high កន្លែងនេះបានហៅឆក់ប៉ុន្តែពេលខ្លះយើងអត់ចេះមើល candle នេះកន្លែងនេះយើងអត់ដឹងថាតើ candle មិនបានយើងហៅឆក់ candle មិនយើងមិនហៅឆក់អញ្ចឹងទៅមើលទាំងអស់គ្នាមុនបន្តវីដេអូបញ្ចប់បង្កើត content ដើម្បីទទួលបានលុយរបស់ត្រង់វិញ$6ក្នុងមួយ lot ជាមួយ spread 26 comment spread 20 comment និង scan ចោលជាវីដេអូនៅខាងលើបានអញ្ចឹងបងប្អូនគ្នាយើងមើលនៅក្នុង screen ភាគច្រើនខ្ញុំចាប់ swing ជើងធំដើម្បីឲ្យមានភាពងាយស្រួលនេះខ្ញុំហៅវាថាហើយកន្លែងនេះ low អញ្ចឹងទៅដល់នេះអញ្ចឹងទៅដល់កន្លែងនេះអូខេខ្ញុំចាប់ជើងវាអញ្ចេះវាមានភាពងាយស្រួលជាងអញ្ចឹងយើងមើលទៅលើរាងដូចអាមិញនេះឥឡូវយើងមើលរៀងមើលអញ្ចឹងបើសិនជាពី lower low នេះទៅ break កន្លែងនេះ lower high ណា lower low នេះទៅ break តម្លៃ lower high ប្រកាសជាយើងគិតថាអូខេកន្លែងនេះតែពេល break គឺយើងហៅវាថា chock ហើយប៉ុន្តែយើងមើលកន្លែងនេះសិនថាតើកន្លែងនេះ break អត់នេះតើកន្លែងនេះយើងពិតជាហៅ chock នេះខ្ញុំហៅវាថា chock មែនដែរឬអត់ខ្ញុំសូមដាក់សញ្ញាសួរសិនណាថាតើកន្លែងនេះយើងហៅថា chock អត់អញ្ចឹងរបៀបដែលខ្ញុំមើលគឺអបបាក់ទី1គឺនៅពេលដែលមកដល់ភ្លាមខ្ញុំត្រូវការបើសិនជាខ្ញុំហៅវាថាឆក់ហ្មងខ្ញុំត្រូវការ candle 2បើសិនជាខៀវដូចគ្នាទាំងពីរនៅខាងលើប៉ុន្តែបើសិនជាមានខៀវមួយក្រហមមួយខ្ញុំមានរបៀបឬក៏ក្បួនក្នុងការចាប់ទី1ថាឥឡូវចេញមកក្រហមមកវិញរបៀបចេះគឺខ្ញុំហៅវាចូលលក្ខណៈថាគេហៅថា total body soup ដែលមានរាងខៀវហើយនឹងក្រហមបិទចូលក្នុងវិញអានេះប្រើបាននៅក្នុងករណីក្រហមធ្លាយបន្ទាត់នេះមកវិញណាបើសិនជាក្រហមវាអត់ធ្លាយមកវិញយើងអត់ចាប់ទេប៉ុន្តែយើងចាប់មិនគឺយើងចាប់អាបកគោលខ្ពស់នេះមួយទៀតយើងចាប់បកគោលខ្ពស់នេះមួយទៀតអញ្ចឹងតើតែវាទៅ break អាហ្នឹងបានយើងហៅថាឆក់ទៅបើសិនជាឥឡូវឧទាហរណ៍ថាវាទៅបន្តទៀតណាឧទាហរណ៍វាទៅបន្តទៀតវាទៅ break អាហ្នឹងបានអត់បានទៀតកន្លែងនេះក៏ខ្ញុំអត់ទាន់ហៅវាថាឆក់ទេអញ្ចឹងខ្ញុំត្រូវចាប់មកបកគោលទៀតទៅខ្ញុំចាប់មកបកគោលខ្ពស់នេះទៀតអញ្ចឹងបើសិនជា break កន្លែងហ្នឹងបានខ្ញុំហៅឆក់ចុះបើសិនជាវាអត់ break គឺវាមានន័យថាទំនោររបស់វាគឺចុះមកវិញណាគឺវាចុះមកវិញហើយទោះបីជាកន្លែងនេះគ្នាយើងគិតថាអូកន្លែងនេះ break ប្រហែលតង់តែគ្នាយើងមើលពីមួយជាន់ទៅមួយជាន់ខ្ញុំគូចេះព្រោះគ្នាយើងមើល real time មានន័យថាពីផ្សារបើកបច្ចុប្បន្នគឺយើងនឹងឃើញបែបហ្នឹងអញ្ចឹងសួរថាតោះទំនោរនេះគ្នាយើងគិតថាអូកន្លែងនេះនៅលើអាបកគោនេះខៀវច្រើននៅលើកន្លែងនេះខ្ញុំគួរតែហៅវាថាឆក់បានអត់ដូចខ្ញុំបង្ហាញបែបនេះគឺអត់បានទេដោយសារតែពេលយើងគូមកបន្ទាត់គឺអត់បាន break ទេអញ្ចឹងធ្វើម៉េចបានយើងហៅវាថាកន្លែងនេះឆក់ដល់រ៉ាប់ណាយើងហៅវាឆក់តតែយើងទាញបន្ទាត់ថ្មីមួយទៀតនេះគឺវា break ខៀវនៅពីលើណាវា break ជាលក្ខណៈខៀវនៅពីលើខៀវអញ្ចេះ1ខៀវអញ្ចេះ2អញ្ចឹងកន្លែងនេះគឺយើងសន្និដ្ឋានថាមិនមែនជាឆក់ទេហើយក្បួនខ្ញុំប្រើនេះប្រហែលជាគ្នាយើងអត់សូវបានឃើញគេប្រើច្រើនទេប៉ុន្តែខ្ញុំប្រើគឺ accurate មែនទេចុះបើសិនជាកន្លែងនេះមិនមែនជាឆក់ទេតើវាជាអ្វីទៅវាគ្រាន់តែជាការបោកបញ្ឆោតទីផ្សារតែប៉ុណ្ណោះអញ្ចឹងបើសិនជាវាមិនមែនឆក់ទេហើយបើសិនខ្ញុំប្រើ indicator នេះខ្ញុំឃើញថាវាចូលទម្រង់ CRT ឬក៏វា break ខ្សែកណ្ដាល C មកវិញទៀតអញ្ចឹងវានឹងត្រឡប់មកវិញណាត្រឡប់មក C អាហ្នឹងវិញឡើងវិញវាត្រឡប់មកជើងរបស់វានេះវាហៅថាជើងនៃ liquidity ឡើងវិញអញ្ចឹងគឺប្រកាសជាវាទៅអត់រួចដូចថាកន្លែងនេះចុះនេះអញ្ចឹងដូចថាកន្លែងនេះតែពេលវា fail កន្លែងហ្នឹងហើយអញ្ចឹងគឺវានឹងមក clear low កន្លែងនេះអញ្ចឹងអ្នកខ្លះគាត់ហៅ liquidity អ្នកខ្លះហៅអី total soup អីផ្សេងអាហ្នឹងតាមឈ្មោះរបស់ concept មួយអញ្ចឹងកន្លែងនេះគេកន្លែងនេះដំបូងគឺជា lower low ណាកន្លែងនេះគឺជា
low បើ high បើសិនជាកន្លែងនេះ fail បង្កើត shock ដូចខ្ញុំបាននិយាយអញ្ចឹងវានឹងទៅបង្កើត low low ថ្មីអញ្ចឹងមានន័យថាបើបង្កើត low low ថ្មីមានន័យបង្កើតតម្លៃទាបជាងអាចាស់នឹងទៀតណាទាបជាងអាចាស់នឹងទៀតចឹងដើម្បីថានេះជា shock ឬក៏មិនមែនចឹងខ្ញុំឧទាហរណ៍កន្លែងនេះមួយកន្លែងនេះគឺ low ចុះណាកន្លែងនេះគឺជា high មានទីផ្សារទំនោរឡើងព្រោះកន្លែងនេះ low កន្លែងនេះជា high ហើយកន្លែងនេះគឺជា high បើ high បង្កើតតម្លៃបកគោលខ្ពស់ចឹងទៅជាងធម្មតាទេដើម្បីឲ្យបង្កើតទៅជា shock តរពី high បើ high របស់វាមក break កន្លែងនេះគឺជា high below មានទីផ្សារទំនោរឡើងបង្កើតតម្លៃទាបឬក៏ខ្ញុំសេឲ្យស្រួលណា high below ដោយសារតែទំនោរឡើងបង្កើតតម្លៃទាបបើយើង high with high below អញ្ចឹងតរតែមិនគឺតរតែវា break ណានៅត្រង់កន្លែងនេះណាbreak នៅត្រង់កន្លែងអញ្ចឹងការ break បើសិនជាវាក្រហម break មកក្រហមធ្លាយមកហ្មងក្រោម2គ្រាប់ជាក្រហមយកហ្មងក្រោមនេះអត់ពិបាកទេប៉ុន្តែខ្ញុំខ្លាចតែវាមានក្រហមមួយហើយខៀវមួយលក្ខណៈចេះលក្ខណៈបែបនេះណាអញ្ចឹងខ្ញុំខ្លាចតែអ្នកគ្នាច្រឡំដូចអាមិញអញ្ចឹងបើសិនជាវាមានក្រហមមួយក្រហម2មកហ្មងអាហ្នឹងគឺ break auto ប៉ុន្តែបើសិនជាខៀវកន្លែងនេះគ្នាត្រូវមើលឲ្យជាដាច់ខាតបើសិនជាកន្លែងនេះមានក្រហមមួយហើយស្រាប់តែមានខៀវមួយទៀតណាបច្រាស់មកវិញចេះអញ្ចឹងកន្លែងនេះយើងត្រូវពិចារណាដូចអំបញ្ញមិញដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអំបញ្ញមិញហ្នឹងអញ្ចឹងគឺយើងត្រូវតែទាញបន្ទាត់ធំនេះបើសិនក្នុងករណីមានក្រហមមួយខៀវមួយចេះអានេះក្នុងករណីនៅពីក្រោមវិញអញ្ចឹងយើងត្រូវទាញបន្ទាត់កន្លែងនេះហើយរងចាំតតែវាមក break pot ជាលក្ខណៈក្រហមទាំងពីរនៅក្រោមអានិយមណានៅក្រោមអានិយមមកបានយើងអាចហៅវាកន្លែងនេះបានថាម៉េចណាអាចហៅវាបានថាជា change ឲ្យ character ប៉ុន្តែបើសិនជាមានក្រហមដែរប៉ុន្តែជាលក្ខណៈឬក៏ខៀវក៏ដែរវាលក្ខណៈបិទអត់បែកមិនគឺយើងត្រូវតែទាញមកបន្ទាត់ទៀតដូចអំបញ្ញមិញដែលខ្ញុំបានឧទាហរណ៍ឲ្យអ្នកនាងមើលអំបញ្ញមិញហ្នឹងតែចេះដល់នេះកន្លែងនេះគឺវាធ្លាយយកហ្មងអញ្ចឹងកន្លែងនេះគឺយើងអាចសន្និដ្ឋានបានថា change out character ដោយសារតែកន្លែងនេះគឺវាធ្លាយមកក្រោមអញ្ចឹងសួរថាតើនៅពេលដែលយើងមានបានប៉ុណ្ណឹងតើយើងអាចចូលបានរបៀបម៉េចអញ្ចឹងអ្នកនេះអាចប្រើយុទ្ធសាស្ត្រណាមួយក៏បាន SMC IGT CRT ផ្សេងៗក៏បានគាត់ថាយើងដឹងថាអូខេទំនោរវាផ្លាស់ប្ដូរពីឡើងមកចុះអញ្ចឹងយើងចង់ប្រើ OTE ក៏បានក្នុងករណីមួយទៀតអ្នកខ្លះគាត់អាចប្រើ OTE បានដែរ OTE គឺយើងទាញពីលើមកក្រោមចេះណាយើងទាញពីលើមកក្រោមនេះបានអញ្ចឹងយើងរងចាំឲ្យបើសិនជាតម្លៃវាធ្លាក់មកដល់កន្លែងហ្នឹងវិញគឺយើងព្យាយាមក្នុងការលក់ដូចដែលខ្ញុំបានឧទាហរណ៍នៅក្នុងវីដេអូមុនមានន័យថាតម្លៃខាងលើនេះយើងហៅវាថាម៉េចមានន័យថាខាងលើនេះគឺតម្លៃ premium ឬក៏តម្លៃថ្លៃហើយពី50%ឬក៏0.5មកក្រោមគឺតម្លៃ discount តម្លៃថោកចឹងណាអញ្ចឹងបើគេលក់នៅក្នុងតម្លៃថ្លៃអញ្ចឹងណាអញ្ចឹងយើងព្យាយាមរងចាំឲ្យវាទៅប៉ះនៅក្នុងកន្លែងហ្នឹងតែក្នុងករណីមួយទៀតបើសិនជាពេលមាន shock ហើយស្រាប់តែវាចុះមកវិញទៀតតាការប្រើ OTE គឺបែបមិនអញ្ចឹងនៅក្នុងការប្រើ OTE នេះ setting អ្នកនេះមើលម្ដងទៀតអញ្ចឹងអ្នកនេះអាចរាប់នៅលេខ1 2 3នៅលេខនេះ Fibo យើងគូពីលើទៅដល់មកក្រោមរកដល់ជើងតតែវាមកប៉ះនៅកន្លែងហ្នឹងតាមដែលយើងអាចធ្វើបាននេះសម្រាប់ setting អ្នកនេះអាច copy មើលបានយ៉ា copy មើលបានដូចមិនហ្នឹង copy ទៅមើលទៅហើយយើងរងចាំឲ្យវាទៅនៅម្ដុំហ្នឹងតែបើសិនជាវាអត់មានទេណាវាអត់មានដូចយ៉ាងនេះឥឡូវខ្ញុំសូម clear សិនណាវាអត់មានការមកប៉ះអញ្ចឹងយើងនៅតែទីទៀតដោយសារតែករណីដែលយើងអាចប្រើអញ្ចឹងបានទោះតែវាអត់ទាន់មាន shock ដែរបើសិនជាវាមាន shock ឡើងវិញកន្លែងនេះគឺជា shock ថ្មីឡើងវិញក៏យើងអាចទៅដល់កន្លែង OTE នេះហើយយើង sell បានណាអានេះខ្ញុំចង់បញ្ជាក់ឲ្យគ្នាយើងយល់ពីកន្លែងហ្នឹងឲ្យហើយណាចុះកន្លែងនេះវាបង្កើតតម្លៃទាបមួយទៀតអូខេនៅក្នុងកន្លែងនេះដូចបាញ់មិញក្នុងខ្ញុំបញ្យល់នៅពេលដើមដំបូងអញ្ចឹងកន្លែងនេះបើសិនជាមានការ break កន្លែងនេះឡើងវិញគឺយើងហៅ shock អញ្ចឹងកន្លែងនេះយើងលេងប៉ុន្តែបើសិនជាកន្លែងហ្នឹងមិនមែនជា shock ទេយើងអាចទៅតទៀតបានចុះកន្លែងនេះបើសិនជាវាមកទៅទៀតអញ្ចឹងយើងត្រូវទាញកន្លែងហ្នឹងមកទៀតមានពី swing high មក swing low អូខេអញ្ចឹងអ្នកនេះឃើញកន្លែងនេះ respect ដូចកន្លែងនេះគឺដំបូងយើងមិនហៅកន្លែងនេះជា shock ណាដោយសារកន្លែងក្រហមវាធ្លាយមកទាំងពីរហើយកន្លែងនេះយើងអាចបានហៅវាថា shock ទេដោយសារតែនៅពេលដែលយើងចាប់ពីមកទី1 candle ខៀវក្រហមវាចេញជាលក្ខណៈ total body shape បន្តមកទៀតយើងចាប់អានេះមួយទៀតគឺវាអាចបែកនៅកន្លែងហ្នឹងដែរណាវាអាចបែកនៅកន្លែងហ្នឹងមួយទៀតដែរអញ្ចឹងមានន័យថាទីផ្សារនៅកន្លែងនេះអត់ទាន់ជាឆក់ឡើងវិញទេអញ្ចឹងនៅតែចុះដដែលដូចតែយើង combo គ្នាយើងគូផ្សំគ្នាហើយណាមួយគឺវាបាន reject មានន័យថាយើងត្រង់កន្លែង0 OTE នេះគឺវាអាចបំបែកកន្លែងហ្នឹងបានអញ្ចឹងគេអាចលក់បានដូចក្នុងវីដេអូមិនប្រាប់ហើយថាតើបើសិនជាគេលក់ពី OTE នេះគេអាច targeting ដល់ណាណាបើសិនគេអាចប្រើ1 2គឺគេអាច targeting ទី1 50% កន្លែងនេះបើសិនអត់ដល់ទេគឺ swing low នៅក្នុងកាលៈទេសៈនេះគឺប្រើ swing low នេះបានដោយសារគេហេតុផលគឺដូចដែលខ្ញុំបានឧទាហរណ៍មិញដំបូងណាធម្មតាទេនៅពេលដែលទំនោរវាចង់ឡើងចេះអូខេវាចង់ឡើងទៅកន្លែងនេះតែស្រាប់តែកន្លែងនេះគឺ fail គឺវាត្រូវបង្កើត low ថ្មីដោយសារ fail កន្លែងនេះមិនធម្មតាបើវា break កន្លែងនេះវាត្រូវតែបង្កើតទៅជា shock ហើយកន្លែងនេះវាត្រូវ trash នៅកន្លែងនេះដើម្បីបង្កើតបើសិនជាវា shock មែនតើក
កន្លែងនេះគឺជាកន្លែងដែលវាចូលនេះមានន័យថាវាគាត់តែចុះមកបង្កើតទៅជា detachment ចេះដោយសារតែយើងវាស់ OTE គឺវាស់ចេះពេលដែលមាន shock បើសិនជាមាន shock ពិតប្រាកដគឺយើងវាស់បែបហ្នឹងពី swing high ទៅ swing low មកគឺយើងចូល entry នៅកន្លែងហ្នឹងដូចតែវីដេអូមុនដែលខ្ញុំបាននិយាយប៉ុន្តែដោយសារតែកន្លែងនេះគឺមិនមែនជា shock ទេវាគាត់តែជា fake shock អ្នកខ្លះគេចង់ហៅ total shock ក៏បានចង់ហៅ liquidity ក៏បាន it doesn't matter អញ្ចឹងមានន័យថាបើសិនជាវាអត់បាយកន្លែងហ្នឹងសួរថាតើកន្លែងនេះអាចទប់ជាប់អត់ទេអញ្ចឹងគឺវាត្រូវបំបាយដោយសារតែកន្លែងនេះគឺទប់អត់ជាប់ទេដោយសារតែកន្លែងនេះគឺមិនមែនជា shock នោះទេអញ្ចឹងតើសិនជាកន្លែងនេះមិនមែនជា shock នោះទេកន្លែងនេះទប់អត់ជាប់អាចនឹងបែក low នឹងហើយព្រោះកន្លែងនេះគឺជា high ហើយជា low កន្លែងនេះគឺជា lower high មានទីផ្សារទំនោរចុះវិញទំនោរចុះប៉ុន្តែបង្កើតតម្លៃខ្ពស់បានយើងហៅវាថា lower high អញ្ចឹងកន្លែងមានន័យថាទីផ្សារវានឹងបន្តចុះទៅក្រោមទៀតណាចុះទៅក្រោមនេះកន្លែងនេះទៀត lower low កន្លែងនេះទៀតណាដើម្បីទៅផ្ដាច់កន្លែងហ្នឹងណាអញ្ចឹងដូចគ្នាកន្លែងនេះធម្មតាយើងចង់ហៅវានេះកន្លែងនេះគឺជាពេលដែលយើងគិតថាអូកន្លែងនេះប្រែកន្លែងនេះគឺជាឆក់តែតាមពិតមិនមែនទេឃើញទេគឺវាអត់អាចបំបាយតម្លៃនឹងបានតែកាលណាវាអត់អាចបំបាយតម្លៃនឹងបានគឺវាចុះមកអញ្ចឹងអានេះខ្ញុំសូមទាញស្ដាំទៅឲ្យមានភាពងាយស្រួលណាយើងមើលចេះទៅពេលយើងទាញមែនតើគឺវារៀងចេះនេះអញ្ចឹងបើវាប្រែកនេះឡើងវិញគឺជាឆក់ប៉ុន្តែវាអត់អាចប្រែកតម្លៃនឹងបានទេឃើញអត់នេះឃើញវាបិទអត់បែកអញ្ចឹងកន្លែងហ្នឹងមិនមែនជាឆក់ទេហើយឃើញវាបិទអត់បែកយើងឃើញវាធ្លាយទៅណាអត់នេះឃើញវាធ្លាយដល់ low នេះវិញធ្លាយបង្កើតទៅជាតម្លៃ lower ថ្មីហើយអ្នកនេះក៏ពេចយកវាទៅបែកតេស្តមើលផងតើវិញខ្ញុំនិយាយទៅអត់ដោយសារ boss ហើយនឹងឆក់ខុសគ្នាត្រង់ថា boss គឺទៅតបើផ្សារទំនោរចុះគឺវាបន្តទៅទៀតតែបើសិនជាឆក់វិញទីផ្សារទំនោរចុះតែមានឆក់គឺវានឹងផ្លាស់ប្ដូរពីចុះមកឡើងវិញហើយដូចគ្នាប៉ុន្តែមិនយើងចង់បង្កើត contract ដើម្បីទទួលបានលុយរីបែកត្រឡប់វិញចាប់ពី$1ក្នុងមួយឡតយើងមានទាំង spread 26ហើយ spread 20ដូចគ្នាអ្នក scan QR ជាវីដេអូនៅខាងលើបានហើយកុំភ្លេច join channel Telegram Live Facebook Page YouTube TikTok ផ្សេងៗហើយយើងនឹងត្រឡប់ជួបគ្នាជាមួយនៅវីដេអូក្រោយជាបន្តទៀតបាយ